បាច់ជាបឋមខ្ញុំបាទសូមគ្រប់ជំរាបសួរបងប្អូនសិស្សនិស្សិតទាំងអស់ដែលនិយមតាមដាននៅក្នុង Channel YouTube របស់ខ្ញុំបាទថ្ងៃនេះខ្ញុំសូមចេញមកចែករំលែកនៅបទពិសោធន៍ក្នុងការប្រឡងចូលជាសិស្សមន្ត្រីក្រមការបាទដោយសារខ្ញុំបានប្រឡងជាប់ជាសិស្សមន្ត្រីក្រមការបាទជំនាន់ទី12ប្រឡងជាប់ជាស្ថាពរបានសេចក្តីថាអ្នកដាក់ពាក្យគឺតួលេខមូល 16000 ជាងអ្នកហើយការជំរុះ100ជាងអ្នកហើយការជាប់ជាស្ថាពរគឺបានតែចំនួន177អ្នកទេក្នុងចំណោមដែលគេជ្រើសរើស205ហើយក្នុង177អ្នកនោះក៏មានខ្ញុំមួយនៅក្នុងនោះដែរបាទថ្ងៃនេះខ្ញុំសូមចេញមកចែករំលែកនៅបទពិសោធន៍ខ្លីៗបាទក្នុងការរៀនត្រៀមដើម្បីដាក់ពាក្យប្រឡងប្រជែងជាសិស្សមន្ត្រីក្រមការបាទដែលហេតុថាក្រសួងមុខងារសាធារណៈនឹងបន្តជ្រើសរើសទៀតបាទប៉ុន្តែអត់ទាន់ច្បាស់ទេថាជារៀងរាល់ឆ្នាំឬក៏យ៉ាងម៉េចអាស្រ័យទៅលើការខ្វះខាតរបស់រដ្ឋបាលថ្នាក់ក្រោមជាតិបាទក្នុងនេះខ្ញុំសូមចេញមកចែករំលែកនៅធីបចំនួន8ចំណុចដែលគេយើងអាចត្រៀមខ្លួនបានមុននឹងយើងដាក់ពាក្យប្រឡងប្រជែងជាសិស្សមន្ត្រីក្រមការបាទហើយក្នុងនោះទី1គឺយើងត្រូវតាមមើលមេរៀនពីដើមឆ្នាំបាទជាការពិតណាស់ការមើលមេរៀនពីដើមឆ្នាំគឺវាអាចធ្វើឲ្យយើងចងចាំបានល្អបាទហើយយើងមានមូលដ្ឋានក្នុងការចូលរួមប្រកួតប្រជែងបាទជាមួយបេក្ខជនដែលគេដាក់ពាក្យជាច្រើនទៀតបាទព្រោះដូចតិចយើងដឹងហើយសិស្សមន្ត្រីក្រមការគឺពាក់ព័ន្ធទៅនឹងចំណេះដឹងគឺត្រូវតែលាយបងប្អូនដោយសារក្តីប្រកាសរបស់គេជ្រើសរើសនោះវាមាន2ដំណាក់កាលទី1គឺវាមានសំណួរពហុចម្លើយហើយទី2គឺវិញ្ញាសាសរសេរបូកនឹងអង់គ្លេសអញ្ចឹងទេបើបងប្អូនត្រៀមរយៈពេលខ្លីគឺអត់ទាន់ទេឬក៏អាចថាយើងរៀនរបៀបស្លំគឺយើងចាប់អត់បានទេអញ្ចឹងយើងអត់មានមូលដ្ឋានក្នុងការប្រកួតប្រជែងជាមួយបេក្ខជនរាប់ម៉ឺនអ្នកទៀតទេបាទហើយចំណុចទី2ខ្ញុំចង់ជម្រាបជូនថាទន្ទឹមនឹងការមើលមេរៀនរបស់យើងត្រូវទៅតាមដានព័ត៌មានផ្លូវការរបស់ក្រសួងដែរព្រោះការតាមដានព័ត៌មានផ្លូវការគឺមានសារៈសំខាន់ខ្លាំងណាស់បាទតែយើងអាចដឹងអំពីការជួនដំណឹងផ្សេងៗហើយព្រឹត្តិការណ៍សកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួងក៏យើងត្រូវតែតាមដានហើយយើងកត់ត្រាទុកពិសេសគឺព្រឹត្តិការណ៍ពាក់ព័ន្ធទៅនឹងសកម្មភាពនៃការឈ្លានពានរបស់សៀមមកលើកម្ពុជារបស់យើងនេះបាទហើយចំណុចទី3គឺខ្ញុំចង់ជម្រាបថាការអានសៀវភៅមិនមែនយើងអានឲ្យចាំទេបាទចំណុចខ្លះយើងត្រូវអានឲ្យយល់ដើម្បីយើងមានមូលដ្ឋានទៅរង្គៀសេចក្តីនៅជុំទី2នៅពេលដែលបងប្អូនឆ្លងផុតជុំទី1បើសិនបើបងប្អូនអានគ្រាន់តែចាំនៅពេលដែលបងប្អូនចូលទៅប្រកួតប្រជែងមានអនុរៈមានអីគេចាំមើល ECU ចាំមើលច្រើនអញ្ចឹងប្រហែលជាភ័យនៅពេលដែលយើងភ័យយើងអាចភ្លេចអស់ហើយយើងអត់អាចរលឹកទៅរង្គៀសេចក្តីបានទេបាទចំណុចទី4យើងត្រូវស្វែងយល់អំពីបទពិសោធន៍អ្នកដែលប្រឡងជាប់មុនបាទជាក់ស្ដែងដូចជាខ្ញុំកំពុងចែករំលែកនេះគឺវាពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនជាមូលដ្ឋានក្នុងការអនុវត្តទៅតាមអ្វីដែលខ្ញុំធ្លាប់ធ្វើនេះឬក៏សិស្សច្បងពីមុនដែលគាត់ប្រឡងជាប់ជាក់ស្ដែងដូចជាភេករបស់លោកគ្រូដឹងថាលោកគ្រូឆេសេរីគឺសិតតែអ្នកដែលគាត់ធ្លាប់មានបទពិសោធន៍ក្នុងការប្រឡងប្រជែងជ្រើសរើសហ្នឹងហើយបទពិសោធន៍ពាក់ព័ន្ធទៅនឹងសិស្សមន្ត្រីក្រមការសិស្សមន្ត្រីជាន់ខ្ពស់គឺគាត់មានបទពិសោធន៍ច្រើនហើយឯកសារដែលគាត់ចែករំលែកមកក្នុង page ក្នុង Telegram អីគឺសិតតែល្អបងប្អូនអាច print អាហ្នឹងទៅដើម្បីយើងយកមកមើលយើង note ទុកទៅបាទអាហ្នឹងក៏ជាកត្តាមួយជំរុញឲ្យយើងទទួលបានភាពជោគជ័យក្នុងការចូលរួមប្រកួតប្រជែងនេះដែរបាទចំណុចទី5គឺកត់ត្រាបាទជាការពិតណាចំណុចនៃការកត់ត្រានេះគឺយើងត្រូវតែកត់ត្រានៅពេលដែលយើងបានអានជួបនៅចំណុចដែលសំខាន់យើងមាន notebook យើងមួយយើងកត់ត្រាទៅពិសេសដូចជាថ្ងៃខែហ្នឹងបងប្អូនត្រូវតែដឹងហើយដូចជាកម្ពុជាចូលជាសមាជិកអាស៊ានហ្នឹងព្រោះអាស៊ានក៏មាននៅក្នុងនោះដែរហើយអង្គការអន្តរជាតិហើយព្រឹត្តិការណ៍ធំដូចជាសៀមឈ្លានពានរបស់យើងដូចជាបទជប់បាញ់ចាប់ដើមអនុវត្តថ្ងៃណាអីហ្នឹងហើយវិធានមកប្រហែលបងប្អូនត្រូវកត់ត្រាទុកឲ្យកុំឲ្យភ្លេចបាទសំណួរហ្នឹងយើងអាចអានយល់បានទេប៉ុន្តែយើងត្រូវកត់ត្រាហើយយើងត្រូវចាំបាទមួយគឺការដាក់ schedule រៀន
ការដាក់ schedule រៀននេះក៏វាមានសារៈសំខាន់ដែរបងប្អូនបើសិនជាយើងចេះតែរៀនសេដ្ឋកិច្ចយើងឬក៏រៀនតាមអារម្មណ៍ក៏វាអត់ចាំដែរហើយវាអត់មានវិន័យលើខ្លួនឯងជាក់ស្ដែងបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំដាក់ schedule ដើម្បីសិក្សានេះពីក្បាលប្រឡុកខ្ញុំនៅពេលដែលខ្ញុំញ៉ាំបាយរួចខ្ញុំងូតទឹកងូតអីហើយគឺចាប់ផ្ដើមពីម៉ោង8ខ្ញុំអានសៀវភៅរហូតដល់ម៉ោង11បាទតោះមកខ្ញុំគេងអញ្ចឹងខ្ញុំដាក់ម៉ោងរោម៉ោង5ខ្ញុំងើបម៉ោង5ខ្ញុំអានសៀវភៅដល់ម៉ោង6កន្លះគាត់ថាពីម៉ោង8ដល់ម៉ោង11នេះខ្ញុំមើលសៀវភៅពាក់ព័ន្ធទៅនឹងច្បាប់រដ្ឋបាលអីផ្សេងៗចឹងទៅបាទកំណែតម្រង់អីផ្សេងៗប៉ុន្តែចិត្តភ្លឺពីម៉ោង5ដល់ម៉ោង6កន្លះនោះគឺខ្ញុំមើលគុយ CM បាទសំណួរពហុចម្លើយដើម្បីពេលចិត្តភ្លឺដោយសារគូក្បាលរបស់យើងវាស្លាស់បងប្អូនយើងអត់រងសម្ពាធពីមជ្ឈដ្ឋានជុំវិញខ្លួននៅឡើយទេបាទអញ្ចឹងយើងងើបមកយើងអាចមើលអាហ្នឹងទៅយើងចងចាំបានច្រើនបាទចំណុចទី7គឺការរំលឹកមេរៀនបាទទន្ទឹមនឹងយើងបានត្រៀមពីដើមឆ្នាំហើយយើងបានមើលហើយយើងក៏តែរំលឹកវាជារឿយៗបាទដើម្បីយើងមានមូលដ្ឋានក្នុងការចងចាំបានល្អការរំលឹករឿយៗធ្វើឲ្យយើងចងចាំបានល្អបាទចំណុចកូនបើរបស់គេគឺចំណុចទី8គឺកុំបាក់ទឹកចិត្តនៅពេលដែលយើងបរាជ័យជាក់ស្ដែងគឺខ្លួនរបស់ខ្ញុំផ្ទាល់ចាប់តាំងពីបាក់ឌុបឆ្នាំ2016 17មកគឺខ្ញុំព្យាយាមបាទសំទុករៀងស្អប់ក៏ព្យាយាមប្រឡងចូលក្នុងក្របខ័ណ្ឌរដ្ឋវិស័យរដ្ឋពីព្រោះអីដោយសារស្រឡាញ់ខាងហ្នឹងអញ្ចឹងខ្ញុំដាក់អស់ហើយខ្ញុំដាក់ប្រឡងដូចជាគ្រូបឋមគ្រូអនុបាទមន្ត្រីពងកោបាលរដ្ឋបាលកាលនោះគេរើសដូចជាបើខ្ញុំចាំមិនខុសដូច2022បាទហើយទាហាននិស្សិតនាទាហានក៏ខ្ញុំបានដាក់ដែរដូចជាឆ្នាំ2018ប៉ុន្តែខ្ញុំអត់ទទួលបានជោគជ័យទេគឺខ្ញុំបរាជ័យទាំងអស់ហើយមានមន្ត្រីជ្រើសរើសមន្ត្រីរដ្ឋបាលថ្នាក់ខេត្តមួយទៀតខ្ញុំក៏ទៅចូលរួមប្រកួតប្រជែងដែរបាទគឺអត់ជាប់ទេខ្ញុំបរាជ័យនៅពេលដែលដល់ឆ្នាំ2023ខ្ញុំត្រូវផុតអាយុផុតលក្ខខណ្ឌដែលត្រូវចូលរួមប្រកួតប្រជែងខ្ញុំបានឡើងរៀនបន្តថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញមកកន្លែងហើយនៅពេលដែលខ្ញុំសិក្សាដល់ឆ្នាំទី3នៅឆ្នាំ2024នេះគឺមានការប្រកាសជ្រើសរើសសិស្សមន្ត្រីក្រមការចំនួនទី11ខ្ញុំក៏បានដាក់ពាក្យប្រឡងដែរបាទហើយជាអកុសលខ្ញុំបានត្រឹមតែបំរុងទេបាទនៅរដ្ឋបាលសុខសាយ7ខេត្តកោះកុងដែលខ្ញុំបានដាក់ចំនួនទី12នេះបាទអញ្ចឹងអានឹងជាហេតុផលមួយដែលធ្វើឲ្យខ្ញុំយកអាការឈឺចាប់ហ្នឹងដើម្បីយកមកបៀលខ្លួនឯងបាទហើយខ្ញុំព្យាយាមមើលមេរៀនហើយស្រាវជ្រាវឲ្យតាំងពីដើមឆ្នាំបើទោះបីជាយើងអត់ប្រកាសទេថាក្រសួងរើសអត់ចុងឆ្នាំហ្នឹងឬក៏ប្រទេសយើងជួបវិបត្តិចេះរងការឈ្លានពានមិនអាហ្នឹងយើងអត់នេះទេសំខាន់ឲ្យតែមានចំណេះដឹងក្នុងខ្លួនរបស់យើងទោះបីមិនបានប្រឡងឆ្នាំនេះតែឆ្នាំណាប្រឡងក៏វាមាននៅយើងមានមូលដ្ឋានក្នុងខ្លួនស្រាប់បាទអញ្ចឹងទេខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាបើសិនជាបរាជ័យម្ដងពីរដងសូមកុំបាក់ទឹកចិត្តហើយបន្តមើលមេរៀនបន្តទៀតថ្ងៃណាមួយបងប្អូនទទួលបានជោគជ័យដោយរូបខ្ញុំដែរបាទហើយវីដេអូនេះមានតែប៉ុណ្ណឹងបើសិនជាបងប្អូនឆ្ងល់នឹងចំណុចណាមួយបងប្អូនអាចខមមិនខាងក្រោមទៅខ្ញុំនឹងចែករំលែកវីដេអូបន្តទៀតបាទសូមអរគុណ